បាទជំរាបសួរបងនេះជាវីដេអូនៃប្រតិបត្តិការដកស្តុកចេញណាបងបាទក្នុងករណីដែលបងមានអីវ៉ាន់ខូចឬក៏បានដកញ៉ាំខ្លួនឯងឬក៏អីផ្សេងបងចង់កែស្តុកឲ្យត្រូវជាមួយអីវ៉ាន់ខាងក្រៅអញ្ចឹងបងអាចមកដកស្តុកក្នុងFunctionរបស់យើងបានណាបងបាទអញ្ចឹងដើម្បីបងអាចដកស្តុកនឹងបានទី1បងយកពាក្យ inventory បាទហើយបងយកពាក្យថា transaction បងបាទពេលដែលបងចុច transaction ហើយបងយកពាក្យ function មួយមានឈ្មោះថា good issue បងអញ្ចឹងចុចលើ good issue របស់យើងនឹងមកបាទអញ្ចឹងពេលដែលបងចូលក្នុង good issue នឹងរួចរាល់ហើយបងជ្រើសរើសពាក្យថា create បងចុចលើពាក្យ create បាទចឹងនេះជា form នៃ good issue របស់យើងដើម្បីដក stock ចេញឬក៏បងចង់កែ stock អីផ្សេងៗហ្នឹងគឺយើងមកធ្វើនៅនឹងណាបងបាទអញ្ចឹងពេលដែលបងចូលក្នុង form របស់យើងនឹងហើយអញ្ចឹងដំណាក់កាលទី1បងត្រូវរើសពាក្យ issue by បងបាទអញ្ចឹងបងចុចលើ issue by ហ្នឹងមកបងរើស user តើបងដកហ្នឹងដកដល់ user មួយណាអញ្ចឹងខ្ញុំថាដកដល់ user admin ដោយសារខ្ញុំចូល user admin អញ្ចឹងបងចុច user admin ចូលទៅបាទអញ្ចឹងពេលហ្នឹង admin គឺចូលក្នុង issue by ហើយបាទអញ្ចឹងនឹងហើយដំណាក់កាលទី1ហើយយើងចូលដំណាក់កាលទី2គឺបងត្រូវរើស account មកអញ្ចឹងកន្លែងនេះយើងមាន GL account មួយដែលបងចាំបាច់ត្រូវទៅរើសបាទអញ្ចឹងបងចុចលើ GL account ហ្នឹងមកបាទអញ្ចឹងពេលហ្នឹងបងនឹងចូលដល់កន្លែង list account របស់យើងអញ្ចឹងបងអាច search ឈ្មោះបានអញ្ចឹងដើម្បីបងអាចដក stock បានយើងមាន account មួយមានឈ្មោះថា stock adjust អញ្ចឹងបងគ្រាន់តែវាយពាក្យ STO បាទអញ្ចឹងពេលហ្នឹងវានឹង load តែឈ្មោះ account ហ្នឹងមួយឯងបងនេះគឺ stock adjust បងបាទអញ្ចឹងពេលដែលបងឃើញ stock adjust ហ្នឹងហើយបងចុចសញ្ញាព្រួយតម្លាក់ stock adjust ហ្នឹងចូលមកបាទបងចុចសញ្ញាព្រួយតម្លាក់ហ្នឹងមកអញ្ចឹងបងនឹងឃើញ stock adjust គឺបានចូលទៅក្នុង column ហ្នឹងហើយបងបាទអញ្ចឹងបន្ទាប់ពីយើងបានរើស account យើងរួចរាល់ហើយអញ្ចឹងពេលហ្នឹងបងអាចទៅឈូសitem របស់យើងសម្រាប់ដក stock ចេញបានអញ្ចឹងបងឈូស item ហ្នឹងមកអញ្ចឹងវានឹង show នៅ item បងទាំងអស់អញ្ចឹងពេលហ្នឹងបងទៅរើសមកថាបងចង់ដក stock ទៅលើ item មួយណាអញ្ចឹងឥឡូវខ្ញុំចង់ដក stock ទៅលើ Coca របស់ខ្ញុំមួយបាទហើយទៅលើ Anchor Y នេះមួយបាទអញ្ចឹងចុចសញ្ញាព្រួយតម្លាក់មកបាទអញ្ចឹងបន្ទាប់ពីខ្ញុំរើសរួចហើយខ្ញុំចុចខ្វាយមកបាទអញ្ចឹងនេះជាមុខតំណែងឬក៏ជាភេសជ្ជៈដែលខ្ញុំបានចុចតម្លាក់មកអញ្ចឹងណាបងបាទអញ្ចឹងកន្លែងនេះក៏វាបង្ហាញឲ្យយើងដឹងដែរបងនេះ in stock នេះគឺយើងសល់ stock 144ទៅលើ Coca ហើយសម្រាប់ Anchor Y នេះគឺយើងសល់ stock 996បាទអញ្ចឹងពេលហ្នឹងបើសិនជាយើងចង់ដកអញ្ចឹងនេះកន្លែង quantity នេះគឺជាចំនួនដែលយើងត្រូវវាយបញ្ចូលថាយើងចង់ដកចំនួនប្រមាណអញ្ចឹងណាបងបាទអញ្ចឹងឥឡូវក្នុង stock ក្នុង system របស់ខ្ញុំគឺសល់144តែ stock របស់ខ្ញុំពិតសល់តែ140អញ្ចឹងខ្ញុំចង់ដក4ចេញអញ្ចឹងណាបងបាទអញ្ចឹងពេលហ្នឹងបងចង់ដក stock ចំនួនប្រមាណបងវាយចំនួនប៉ុណ្ណឹងចូលអញ្ចឹងខ្ញុំចង់ដកទៅលើ Coca ខ្ញុំចង់ដក4កំប៉ុងចេញបាទហើយទៅលើ Anchor នេះខ្ញុំចង់ដក6កំប៉ុងចេញបងមានន័យថាខ្ញុំចង់ដកទៅលើ Coca 6កំប៉ុងចង់ដកទៅលើ Anchor Y 6កំប៉ុងបាទអញ្ចឹង Coca នេះខ្ញុំចង់ដក4កំប៉ុងបាទអញ្ចឹងមានន័យថាកន្លែងកន្លំហ្នឹងបងចង់ដកប្រមាណបងវាយចូលប៉ុណ្ណឹងទៅបាទអញ្ចឹងបន្ទាប់ពីបងបានប្រពេញរួចរាល់ហើយបងចុច sell ហើយបងចុច yes បាទអញ្ចឹងពេលហ្នឹងគឺ stock របស់យើងគឺបានដករួចរាល់ហើយបងពេលវាដាក់ពី sell successful អញ្ចឹងណាបងបាទ